Ok, hello tụiនេះយើងយើងតមេរៀនទៀតពី episode ទីមុនដល់ដឹងថា episode ទីប៉ុន្មានដែរប៉ុន្តែឥឡូវយើងតមេរៀនទៀតអញ្ចឹងខ្ញុំចាំថា lesson មុនយើង talking about loop for loop មែនទេអញ្ចឹងក្នុងវីដេអូនេះយើងត loop របស់យើងទៀតប៉ុន្តែយើងចូលទៅកាន់ទី2គឺ while loop អូខេអញ្ចឹង while loop ចឹងយើងដឹងថាយមមិន loop ហ្នឹងមិនដែលវាធ្វើការតតែអញ្ចឹង while loop ក៏វាមាន copy for loop ដែរបើសិនគឺយើងចេះ for loop ហើយគឺយើងអាចនឹងប្រើ while loop ដោយ easily មែនតើប៉ុន្តែអ្វីដែលយើងចង់ដឹងគឺ syntax មែនទេអញ្ចឹង syntax របស់វាអូខេ syntax របស់វា while ហើយអញ្ចឹង syntax របស់វា while អូខេអញ្ចឹងនៅក្នុង while syntax របស់វាគឺ while អូខេ while អញ្ចឹងនៅក្នុងវាមាន condition នេះ while condition ហើយក្នុងនេះគឺ code block ហើយនៅក្នុង code ហ្នឹងគឺ update ហ្នឹងឯងយើងអូខេ update អូខេអញ្ចឹង while ទី1មាន condition while វាមាន initial អូខេ of course អញ្ចឹង while ក៏មាន initial ដែរប៉ុន្តែ initial របស់វាគឺចាប់ផ្ដើមពីចំណុចណាមួយអញ្ចឹងទៅឥឡូវខ្ញុំនាំគ្នាយើងទៅមើលនៅក្នុងនេះតែម្ដងអូខេអញ្ចឹងនៅក្នុង while loop វាមាន condition ហើយនៅក្នុង condition របស់យើងហ្នឹងគឺវាមាន initial ដែរប៉ុន្តែ initial របស់វាគឺយើងអាចសរសេរខាងក្រៅដោយសារតែនៅក្នុង while loop គឺយើងមានតែ condition ទេអញ្ចឹងនៅក្នុង condition នេះគឺយើងជាកន្លែងដែលយើងលក្ខខណ្ឌថាតើ while ហ្នឹងវាដំណើរការពីត្រឹមណាដល់ត្រឹមណាអូខេអញ្ចឹងតើតោងជាមួយនឹង loop គ្នាយើងដឹងហើយមែន loop check condition ហើយបានធ្វើការដំណើរការ while loop ក៏ដូចគ្នា while loop មានថាវា check condition ហើយបានវា execute code នេះ execute code នេះអាហ្នឹងមានថាជាកន្លែងដែលគ្នាយើងទៅចាប់អារម្មណ៍ថាតើ while ដំណើរការដល់ពេលណាហើយអីគេនេះយើងហើយ for loop វាដំណើរការដល់ពេលណាអញ្ចឹងខ្ញុំបញ្យល់ហើយអញ្ចឹង for loop check condition ហើយបានដំណើរការ execute code statement តើតើជាមួយនឹង while loop ក៏ដូចគ្នា check condition ហើយបាន execute ជាមួយនឹង code statement អញ្ចឹងនៅក្នុង block code នេះអានេះគេថា code statement នេះ one statement ណា code បញ្ជូអានេះគេថា one statement អញ្ចឹង block code វាថា code ដែលស្ថិតនៅក្នុង block ណាមួយអញ្ចឹង code នៅក្នុង block របស់ while នេះអាហ្នឹងហៅថា one block ហ្នឹងឯងអញ្ចឹង while គឺជា main block ហើយ code នៅក្នុងហ្នឹងហៅថា មួយ block ហ្នឹងឯងណាអញ្ចឹងវាក្តោបដោយ while ហ្នឹងឯងអញ្ចឹង check condition ហើយបានវាធ្វើការដំណើរការចឹងតើតើជាមួយនឹង while loop ក៏ដូចគ្នា syntax របស់ខ្ញុំបានបង្ហាញដែរឥឡូវយើងទៅឧទាហរណ៍ simple coding មួយចឹងពីខ្លួន IO stream អូខេយើងអត់ភ្លេចទេមែនទេ using name space std in main អញ្ចឹងទៅយើងអូខេ return zone នេះទៅអូខេអញ្ចឹងតើតើជាមួយនឹងប៉ប៉ានេះចង់ឲ្យគ្នាយើងទៅសេ code ទៅតែ I love you ទៅតែប៉ុន្តែនៅក្នុងនេះយើងប្រើប្រាស់ជាមួយនឹង while loop មែនទេអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង while loop អញ្ចឹងឥឡូវយើងចង់ឲ្យវា initial ពីតំណាយើងចង់ឲ្យវា show ទៅជាមួយនឹង1000ពាក្យអញ្ចឹង1000ពាក្យទី1យើង in នៃ i អញ្ចឹងឥឡូវនេះយើងចង់ឲ្យផ្ដល់តម្លៃតែម្ដង assign មានថាផ្ដល់តម្លៃឲ្យណាគឺយើងអញ្ចឹងយើងចង់ឲ្យវា assign តម្លៃពីលេខណាពីលេខ1តែម្ដងអញ្ចឹងតើតើជាមួយនឹងកន្លែងនេះយើងចង់ឲ្យ initial នេះ initialization ចាប់ផ្ដើមពីលេខប៉ុន្មាន start យើងចង់និយាយថាវាឲ្យវា start from 1 sorry from not from 1ចឹងឲ្យវា start from 1តែម្ដងតើតើជាមួយនឹង initialization ចឹងឲ្យវាបញ្ចប់ពីត្រឹមណាគ្នាយើងចឹងដល់ពេលដែលបញ្ចប់អូខេចឹងយើងដល់ពេលដែលយើងបង្កើត initialization ហើយយើងដាក់ syntax file មក condition ចឹង condition របស់យើងបង្កើត i មែនចឹង condition របស់យើង i ចឹងនៅក្នុងនេះយើងចង់ឲ្យ i វាតូចជាងឬស្មើប៉ុន្មានចឹងតូចជាងឬស្មើ1000ដូចថាយើងចង់បាន1000ពាក្យមែនទេចឹងនៅក្នុងកន្លែង stock code statement មួយនេះយើងទៅសេមកយើង cout អូខេ cout hello មកយើងសេ I love you ទៅដែរទៅហើយនៅក្នុង I love you ហ្នឹងខ្ញុំចង់ឲ្យបូកជាមួយនឹងថាលើខ្ញុំចង់ឲ្យវាបូកវា show អាលេខតែ reload ហ្នឹងខ្ញុំចង់ឲ្យយើង show យ៉ា from I love you from អីនេះយើងចឹងនៅក្នុង from ខ្ញុំចង់ឲ្យវាដាក់ចំនួន index ហ្នឹងមកតែម្ដងចឹងនៅក្នុងនេះចង់ឲ្យវា show ជាបែបនេះចឹង I love you from អីចឹងទៅតែលេខចង់ start ពី0ទៅយើងដាក់កន្លែងហ្នឹងស្គាល់ទៅកន្លែងនេះយើងចង់វា start ពី0 i ដក1នេះប៉ុន្តែគេដាក់ section ឯងបើសិនជាយើងចង់ឲ្យវា start ពី0យើងអាចដាក់ initial នេះស្មើ0មែនទេហើយចង់វា start ពី1ចឹងអូខេចឹងយើង complete update ណាកន្លែងនេះគឺជាកន្លែងដែលយើង update ចឹងមានថាដល់ពេលយើង execute code ហើយបានយើង update មក
វាដូច for loop ដែរប៉ុន្តែគ្រាន់តែក្នុងការសរសេរ while loop គឺវាមានលក្ខណៈប្រភេទខុសគ្នាអញ្ចឹងទៅហើយនៅក្នុងនេះក៏គ្នាយើងបានឃើញតែតើជាមួយនឹងការ update អញ្ចឹងក្នុងនេះយើងអាចបូកមកអញ្ចឹងមុននឹង run ចង់បញ្យល់ពីតើវាដំណើរការបែបណាសិនអញ្ចឹងទី1វាដំណើរការដំបូងវាជួបកូដដំបូងគ្នាយើងភ្លេចប្រាប់គ្នាថាកូដវាដំណើរការពីលើចុះក្រោមមែនអញ្ចឹងវា execute ពីលើចុះក្រោមអញ្ចឹងមានថាបើសិនពីលើចុះក្រោមវានឹង read មកម្ដងមួយមែនទេអូខេអញ្ចឹងតើតើជាមួយនឹង statement មួយនេះទី1តើតើជាមួយនឹង in main ហើយតើតើនឹង initial មានន័យថាវាចំណុចចាប់ផ្ដើមអញ្ចឹងចំណុចចាប់ផ្ដើមមានថាវាចាប់ផ្ដើមពីចំណុចណាអូខេអញ្ចឹងកន្លែងនេះយើងឲ្យវា initial លេខ1អញ្ចឹងថាវាចាប់ផ្ដើមពីចំណុចលេខ1បន្តមកទៀតនៅក្នុងនេះគឺ condition ជាកន្លែងដែលយើងដាក់លក្ខខណ្ឌអញ្ចឹងគឺយើងត្រូវចាំថា code វា execute នៅពេលណាដែលវា false នៅពេលណាដែលវា true មានថា block code អានេះគឺជា block code មែនទេអញ្ចឹង block code របស់យើងមានថាវា execute នៅពេលណាដែល block code យើងនៅពេលណាដែល condition នេះ true មែនទេចឹងដល់ពេលណាដែល condition នេះ true វានឹង execute នៅ block code មួយនេះបើសិនជាវា false វាមិនលងអាកន្លែង loop នឹងចោលតែម្ដងនេះបើសិនជាវា false វាមិនលងអាកន្លែង loop នឹងតែម្ដងអូខេយើងចាប់ផ្ដើមដឹងពី flow វាតើវាដំណើរការបែបណាចុះ flow វាដំបូងចូលមកដល់ pop ដំបូងគឺវាចាប់ផ្ដើម initial មែនទេជួប initial នឹងយើង initial វាយើងអាចស្មើមួយអញ្ចឹងអាចយើងតម្លៃស្មើមួយអញ្ចឹងយើងចូលមកដល់ check condition តែម្ដងអាចតូចជាងឬស្មើ1000ប៉ុណ្ណឹងអញ្ចឹងមកពិតវា execute នេះពិតចឹងដល់ពេលណា execute នេះចាប់អាយវាត្រូវការបូកអាយបូកមានថាបូក1គេយកពីថាអាយបូកហ៎មានថាបូក1អាយបូកមានថាវាលូបម្ដងវាតម្លើងលើអាយនឹង1លូបម្ដងទៀតវាតម្លើងអាយនឹងម្ដងទៀតលូបមកតង់ទៀតអាយនឹងមកតង់ទៀតលូបរហូតដល់គ្រប់ចំនួន1000ហើយដល់បានជាលូបថាគ្រប់ចំនួន1000ព្រោះថាបើសិនជាអាយលើ1000 false អញ្ចឹងបើ false វាដំណើរការគ្រប់រហូតនេះអត់ដំណើរការទេចឹង i បូកមានថាវាបូក1ចឹងនេះថា i ស្មើ1 i ទៅជានឹង1000ប៉ិតដំណើរការនេះបូក1បោះឲ្យឡើងទៅលើ i ស្មើលេខប៉ុន្មាន i ស្មើលេខ2ចឹង i ស្មើលេខ2ប៉ិតបើប៉ិតមកក្រោមទៀត i ឡើង3បោះទៅលើឡើង4បោះទៅលើ5 6 7 8ចុចរហូតដល់1000បោះទៅលើប៉ិតមកប៉ិត decision នេះបន្តទៀត1001 i ឡើង1001ទៅជា1000ប៉ិតអត់ប៉ិត for ដាក់ហ្នឹងទេអូខេអញ្ចឹងតើតើជាមួយយើងតើតើជាមួយនឹងការប្រយោគគឺមានប៉ុណ្ណឹងអញ្ចឹង I love you from 1 to 1000អីចឹងទៅអញ្ចឹងបើសិនជាយើងចង់មកអាប់តើជាមួយនឹងភាគរយទេមានន័យប្រហែលថែមភាគរយមកនេះភាគរយមកហេមែនទេដាក់ភាគរយអញ្ចឹងទីមកអូខេអញ្ចឹងនេះយើងបានឆ្លាញ់គេពី1ដល់1000ភាគរយអញ្ចឹងទៅចឹងតតងជាមួយនឹង for while loop គឺមានតែប៉ុណ្្នឹងទេហើយជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងបង្ហាញបង្ហើយតតងជាមួយនឹងdo while loop មួយទៀតហើយយើងចប់ជាមួយនឹង loop តែម្ដងហើយយើងចូលទៅកាន់ meeting បន្តទៀតអូខេចឹងតតងជាមួយនឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាយបាយទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ